សុំចាញ់ព្រោះតែមិនយល់បងបារម្ភពីអូនថាបងរំខាននេះមុលព្រោះស្រឡាញ់ទើបខ្វល់បារម្ភគុណលោកបងជាមេរំខានអូនមែនទេធុញថប់ឬមៀងមេប្រាក្បែរបងមួយនាទីឈរវិខាតពុនបានគុំលោកហើយអ្វីក៏អូនស្អប់មុខបងក៏ថ្នាំតាចេញដើម្បីសេរីភាពអូនតាចេញដើម្បីឲ្យអូនញញឹមដើរទៅឆ្ងាយពីស្រងប្រលឹងមិនបាច់សំឡងសំលឹងលែងបានខឹងបងទៀតក្តីស្រឡាញ់បងសុំចាញ់ព្រោះតែមិនយល់បងបារម្ភពីអូនថាបងរំខាននេះមុលព្រោះស្រឡាញ់ទើបខ្វល់បារម្ភគុណលោកតាចេញដើម្បីសេរីភាពអូនតាចេញដើម្បីឲ្យចេញឲ្យឆ្ងាយពីស្រងប្រលឹងមិនបាច់សំឡងសំលឹងលែងបានខឹងបងទៀតចេញដើម្បីសេរីភាពអូនឆ្ងាយពីស្រងប្រលឹងមិនបាច់សំឡងសំលឹងលែងបានខឹងបងទៀតហើយលែងបានខឹងបងទៀតហើយអរគុណនៅពេលនេះនៅឃើញក្របភ្លៀងតក់ដូច្នេះហើយមានបទចម្រៀងមួយបទស៊ីនឹងសាច់រឿងយើងតែម្ដងគឺរលឹមស្រេចសូមអញ្ជើញហេយកដៃតាមចង្វាក់ភ្លេងទាំងអស់គ្នាបាទហេរលឹមស្រេចបងលោកដៃក្តិចកំពួនជើងអូនឲ្យភ្ញាក់ដឹងខ្លួនព្រោះតែនឹងនួនកំពុងតែដេកធ្លាប់ប្រាប់អូនហើយកុំត្រមួកពេកឆាប់ក្រោកពីដេកទៅចាក់ក្រលេងឲ្យបាសសម្ដងព្រលឹមស្រាងឃើញអូននាងកំពុងលើកជើងសក់ឡើងកុំទ្រើងអូននាងលើកជើងដើម្បីហាត់ប្រាណបងចង់ហាត់ដែរក្បែរស្រស់ភូមិផាងបានទេកុលយ៉ានរៀនឲ្យបងហាត់ប្រាណផងស្រីហាត់ក្បាច់លើកជើងរួចហាត់ក្បាច់លើកដៃសប្បាយពេកក្រៃបានហាត់ជាមួយអូនហាត់ព្រឹកហាត់ល្ងាចមួយថ្ងៃពីរដងសប្បាយកន្លងមួយថ្ងៃពីរដងដើម្បីសុខភាព
លូកដៃក្តិចកំពួនជើងអូនឲ្យភ្ញាក់ដឹងខ្លួនព្រោះតែនឹងខ្លួនកំពុងតែដេកធ្លាប់ប្រាប់អូនហើយកុំត្រមួកពេកឆាប់ក្រោកពីដេកទៅចាក់ក្រលេងឲ្យបាត់សក់ម្ដងព្រលឹងស្រាងស្រាងឃើញអូននាងកំពុងលើកជើងសក់ឡើងកំត្រើកអូននាងលើកជើងដើម្បីហាត់ប្រាណបងចង់ហាត់តែក្បែរស្រស់ភូមិផានបានទេកលយ៉ានមករៀនឲ្យបងហាត់ប្រាណអូស្រីហាត់បាច់លើកជើងរួយហាត់បាច់លើកដៃសប្បាយពេកក្រៃបានហាត់ជាមួយអូនហាត់ព្រឹកហាត់ល្ងាចមួយថ្ងៃពីរដងសប្បាយកន្លងមួយថ្ងៃពីរដងដើម្បីសុខភាពហាត់បាច់លើកជើងរួយហាត់បាច់លើកដៃសប្បាយពេកក្រៃបានហាត់ជាមួយអូនហាត់ព្រឹកហាត់ល្ងាចមួយថ្ងៃពីរដងសប្បាយកន្លងមួយថ្ងៃពីរដងដើម្បីសុខភាព អរគុណចាពេញចិត្តអត់អរគុណបងប្អូនអ៊ំពូមីងទាំងអស់គ្នានៅខេត្តកំពង់ចាមបាទអរគុណចាវគ្គនេះច្រើនបត់មែនតែនខ្ញុំនេះសប្បាយមែនតែនសប្បាយតាំងពីក្បាលប្រលប់រហូតដល់អត្រៀតគឺសប្បាយរហូតទោះបីជាភ្លៀងរលឹមតិចតិចមិនក៏ដោយក៏នៅតែបងប្អូនយើងនៅច្រើនហើយជាពិសេសដាក់មកបត់ចុងក្រោយរលឹមតិចតិចត្រូវហ្មងសាច់រឿងយើងណាហើយណាមួយសរីមុនបាទលោកសរីមុនគាត់ថ្ងៃស្អែកទៅណាឡើងទៅស្អែកទៅប្រទេសជិតខាងបាទហុងកុងហ៎ហុងកុងបាទអូខេចង់ជូនពរណាខែក្រោយទៅអូស្ត្រាលីអូខេអរគុណមួយរយៈហើយនឹងត្រឡប់មកវិញបាទមានអីចង់និយាយ5ផ្ញើអ្នកស្រុកកំណើតបាទកំពង់ចាមនៅហ្មងស្រីមុនបាទអ្នកណាខ្លះនៅព្រៃឈរអូខ្ញុំនៅព្រៃឈរដែរគេតែបងប្អូនហើយអញ្ចឹងនិយាយរួមបងប្អូនដែលនៅខេត្តកំពង់ចាមបងប្អូនខ្មែរនៅទូទាំងប្រទេសកម្ពុជាសិតតែបងប្អូនយើងសាច់ឈាមយើងជាប់គ្នាខ្មែរដូចគ្នាបាទអរគុណក្នុងការចូលរួមក្នុងថ្ងៃនេះជូនពរសុខភាពល្អសំណាងល្អទាំងអស់គ្នាបាទអរគុណបណ្ដាសាស្ត្រាជូនដល់ស្រីមុនបងនេះអរគុណច្រើនណាបាទអរគុណឥឡូវនេះ